anh nghe thông Mexico ban địch đăng thápមនុស្ស11នាក់ត្រូវបានសម្លាប់នៅអន្លង់ពេលដែលវាឆ្មក់ដែលបណ្ដាលឲ្យមានការចាប់ខ្លួនអូម៉ាអូសាប់ដូ Torres ដែលជាមេដឹកនាំបកពួកនៃក្រុម Zonalao Cartel នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃប្រហ័សដែលកងទ័ពជើងទឹកមិចស៊ិកបាននិយាយថាការវិឆ្មក់ធ្វើឡើងដោយ Culiacán ដែលជាផ្នែកមួយនៃរដ្ឋ Sinaloa ដែលភាគខាងជើងប្រទេសមិចស៊ិកកងទ័ពជើងទឹកបានបន្ថែមថាស្ត្រីម្នាក់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាកូនស្រីរបស់ Torres ក៏មានវត្តមាននៅអំឡុងពេលប្រតិបត្តិការនេះដែរក៏ប៉ុន្តែនាងត្រូវបានដោះលែងទៅវិញដោយសារតែមិនមានភស្តុតាងគ្រប់គ្រាន់ទាក់ទងទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម Torres ត្រូវបានគេស្គាល់ឈ្មោះហៅក្រៅថា El Patas គឺជាមេដឹកនាំនៃក្រុម Los Mayos នៃក្រុម Sinaloa Cartel ដោយក្នុងនោះរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ Los Mayos បានប្រយុទ្ធជាមួយនឹងបកពួកមួយទៀតគឺ Los Capitos ភាគនីមួយៗគឺត្រូវបានដាក់ឈ្មោះឲ្យមេដឹកនាំក្រុម Sinaloa Cartel ផ្សេងៗគ្នានៅក្នុងនោះ Joaquin El Chapo Guzman និង Ismael El Mayo ក៏ដូចជា Zambadaអ្នកទាំងពីរត្រូវបានចាប់ខ្លួននិងដាក់គុកនៅសហរដ្ឋអាមេរិកហើយការវិឆ្មក់កាលពីថ្ងៃប្រហ័សគឺបានកាត់ឡើងនៅពេលដែលរដ្ឋាភិបាលនៅទូទាំងអាមេរិកឡាទីនស្វែងរកការផ្ដល់លទ្ធភាពជាក់ស្ដែងដល់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មនិងការជួញដូរគ្រឿងញៀនទៅតែសប្តាហ៍នេះរដ្ឋាភិបាលមិចស៊ិកគឺបានចូលរួមប្រតិបត្តិការអនុវត្តច្បាប់ជាមួយនឹងអេក្វាឌ័រនិងកូឡុំប៊ីដើម្បីចាប់ខ្លួន Angeles Esteban Agola ដែលជាមេដឹកនាំក្រុមឧក្រិដ្ឋជន Los Lobos ដែលប្រតិបត្តិការយោធាមិចស៊ិកដាច់ដោយឡែកជាមួយនឹងរដ្ឋកាលពីខែមុននាំឲ្យមានការស្លាប់របស់ Nemesio Ozeguera ដែលត្រូវបានគេស្គាល់ថាជា El Mencho ដែលមេដឹកនាំក្រុម Jalisco New Generation Cartel ក្រុមឧក្រិដ្ឋជនបានឆ្លើយតបជាមួយនឹងការកាត់ឡើងអំពើហិង្សារួមទាំងការបិទផ្លូវនិងការវាយប្រហារទៅលើប៉ុស្តិ៍កងកម្លាំងសន្តិសុខនៅទូទាំងប្រទេសមិចស៊ិកសបផ្សាយពាណិជ្ជកម្មនៅវិទ្យុថោន FM 102.25 MHz និងវិទ្យុថប់ FM 92.3 MHz សូមទំនាក់ទំនងមកលេខទូរស័ព្ទឬ Telegram 010 93 77 77